ពូមីងពុកម៉ែបងប្អូនដែលធ្វើការស្រោចអរម៉ូនរួចរាល់រយៈពេលចន្លោះពី20ទៅ25ថ្ងៃថាតើយើងគួរប្រើប្រាស់អ្វីឬក៏ថែបំពន់ស្លឹកស្វាយយើងបែបណាបន្តទៀតបាទដោយថ្ងៃនេះគឺខាងក្រុមហ៊ុនជីថ្នាំដាច់តម្រៃខៀវយើងក៏មាននៅរូបមន្តថ្មីមួយពិសេសមួយមកចែកជូនដល់ពូមីងពុកម៉ែបងប្អូនដើម្បីរៀបចំនៅក្នុងដំណាក់កាលស្រោចអរម៉ូនរយៈពេល20ទៅ25ថ្ងៃគឺយើងបាញ់សន្សំអាហារឬក៏សន្សំធម្មពលនោះឯងបាទអញ្ចឹងចំពោះអត្ថប្រយោជន៍នៅក្នុងដំណាក់កាលនៃការបាញ់សន្សំអាហារឬក៏សន្សំធម្មពលនេះគឺវាធ្វើឲ្យស្លឹកស្វាយរបស់ពូមីងពុកម៉ែបងប្អូនឡើងក្រាស់បានល្អមានជាតិសរសៃហើយធ្វើឲ្យស្លឹកស្វាយរបស់ពូមីងពុកម៉ែបងប្អូននឹងមានកម្រាស់ក្រាស់បានល្អបន្ថែមផងដែរហើយមួយទៀតនោះគឺវាធ្វើឲ្យស្វាយរបស់ពូមីងពុកម៉ែបងប្អូនមុនទៅដល់ដំណាក់កាលនៃការបាញ់បញ្ចេញផ្កានោះគឺវាជួយកាត់បន្ថយនៅក្នុងការគាំងនិងជួយកាត់បន្ថយនៅក្នុងការឡើងនៅត្រួយថ្មីគឺឬក៏ត្រួយទី2នោះឯងគឺវាជួយកាត់បន្ថយបានច្រើនហើយមួយទៀតគឺធ្វើឲ្យដំណាក់កាលនៃការបាញ់បញ្ចេញផ្កានោះគឺវាចេញមកបានស្រស់ល្អមានកម្លាំងផងដែរបាទហើយចំពោះរូបមន្តពិសេសដែលខាងក្រុមហ៊ុនជីថ្នាំដាច់តម្រៃខៀវដែលយកមកចែករំលែកនិងមកណែនាំនៅក្នុងថ្ងៃនេះគឺធ្វើការប្រើប្រាស់ជាមួយនឹងដំរីម៉ាញីផ្លឹសចំនួន1ដបបូកជាមួយនឹងអាមីណូមិកចំនួន1ដបលាយទឹក1000លីត្រធ្វើការបាញ់ស្រោចទៅលើស្លឹកស្វាយរបស់ពូមីងពុកម៉ែបងប្អូនឲ្យសប់ជោគបានល្អបាទហើយក្រៅអំពីពូមីងពុកម៉ែបងប្អូនធ្វើការបាញ់ស្រោចនៅក្នុងដំណាក់កាលទី1នេះហើយទៅដល់អាយុកាលទី2ទៀតខ្ញុំនឹងមកចែករំលែកទៅដល់ពូមីងពុកម៉ែបងប្អូនថាតើជើងទី2ដែលចន្លោះពី30ទៅ45ថ្ងៃថាតើយើងគួរប្រើអ្វីបន្ទាប់ចាំជួបជាមួយខ្ញុំបាននៅវីដេអូក្រោយទៀតអញ្ចឹងដូច្នេះសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាទ